thưa cá can khang ấy customer service là ngày anh nhầm xưa từ bên đầm bay thưa cá nghe năng ban lõ bị môn máu tôi thưa và đói được rồi riêng tôi thưa vô tầm món rồi có without training món ở chạy ấy hay tôi thưa cái lại năng món mẹ riêng hai ban từ là ngày đôi khi chặt năng đôi khi đầm bay riêng vì sưu ban tôi riêng pi pi chẳng á ở lần nhầm xưa anh trẻ xưa tha mấy bạn trẻ trong ban chặt ngọc chẳng hay thun chặt họ ngày nào mê này chặt họ ngay ở sơ ngọc vì cho bỏ này hà chặt ở sơ ngọc nó đăng theo về chặt ấy nào lư ấy tịt mau dương hiện bìa rõm ha đi chua khăng bà đăng ấy đăng đánh trắng ấy đăng thả chặt chua lưng chặt ấy nào đăng hả là nằm đăng phong tôi riêng bia mách chà cứ trâu riêng vì vì chẳng vậy mến á chà riêng sẽ cả đòi trong cục krong ấy cả đòi trâu riêng vì vì bạch ta sẽ trong từng trăm cô đăng cô si ấy phong hãy đặc biệt tôi nè mến ấy trong phơ nè trăm tia rọp pon tia ấy đầm bay vô pôn ấy chẳng tới có trao ta squal vì tia đã bàn trăm về bàn mến ấy tờ tế tụi đinh về tình nạt tình đánh hào thằng ấy cho tức ngọp ở linh với các đào về đó này nè được chứ nè trong cục krong ở vậy trâu tại riêng vì nâng ói chứ bà dương họ ngay miên mục về chia tràn nèแต่ខ្វះមុខវិជ្ជាមួយគឺវិជ្ជាគ្រប់គ្រងចិត្តហ្នឹងឯងដែលយើងអត់ដែរចាប់អារម្មណ៍ហើយទីបំផុតត្អូញថាពិបាកចិត្តមែនទេហើយអ្នកត្អូញពិបាកចិត្តនេះណាមិនមែនតែមនុស្សសាមញ្ញដុកទ័រក៏ដោយតែថ្ងៃមុនលឺឯងខ្ញុំនិយាយនៅឯទួលកកមានប្អូនស្រីម្នាក់ហ្នឹងគាត់លេបថ្នាំសរសៃប្រសាទហ្នឹង10ឆ្នាំជាងហើយប៉ុន្តែក្រោយពេលដែលបានស្ដាប់ធัวទៅយល់ពីដំណើររបស់ចិត្តទៅឥឡូវគាត់ឈប់លេបដល់ទៅឈប់លេបពេទ្យចិត្តសាស្ត្រដែលឲ្យថ្នាំគាត់នឹងឆ្ងល់អាម៉េចបានឈប់លេបតែឥឡូវក្រនបើហើយអត់ចង់លេបទៀតអញ្ចឹងពេទ្យនឹងឆ្ងល់ថាហេតុអីបានឈប់លេបថាមកវិញខ្ញុំស្ដាប់ធัวធัวនឹងល្មិចខ្ញុំសុំស្ដាប់ដែរពួកគាត់នឹងកើតជំងឺផ្លូវចិត្តដែរពេទ្យនោះពេទ្យផ្លូវចិត្តនោះគាត់កាត់ជំងឺផ្លូវចិត្តដែរអញ្ចឹងបានថាក្នុងโลกនេះគ្មានអ្នកណាបង្រៀនពីចិត្តច្បាស់ជាងពុទ្ធទេទោះបីជាចេតពេទ្យចិត្តសាស្ត្រក៏ដោយមិនស្គាល់ចិត្តច្បាស់ទេបើមិនអញ្ចឹងមិនពេទ្យចិត្តសាស្ត្រលេបថ្នាំផ្លូវចិត្តដែរទេឃើញទេអញ្ចឹងត្រូវតែរៀនហើយមានមេរៀនល្អត្រឹមត្រូវមានវគ្គមានស្នើត្រឹមត្រូវហើយបើចេះតែបកស្រាយតាមចំណងរបស់យើងចេះតែបានយើងត្រូវធ្វើអញ្ចេះយើងត្រូវធ្វើអញ្ចោះតែហ្នឹងប្រឡេបប្រឡប់ទេទីបំផុតនៅបាក់ដែរណាព្រោះយើងស្គាល់វាអត់ច្បាស់តែស្គាល់វាអត់ច្បាស់ដោះស្រាយវាមិនបានទេសូម្បីតែចិត្តសាស្ត្រខ្ញុំធ្លាប់រៀនខ្លះដែរពី counseling ហ្នឹងខ្ញុំរៀននៅក្នុងមេរៀនទាំងអស់ហ្នឹងអត់មានវិធីដោះស្រាយផ្លូវចិត្តមែនទេពេលចិត្តសាស្ត្រអ្វីដែលគេធ្វើល្អបំផុតគឺធ្វើជាអ្នកស្ដាប់ល្អហើយនឹងជាអ្នកប្រឹក្សាគ្រាន់តែអង្គុយស្ដាប់យើងហើយសួរយើងដែរនឹងឯងមានរឿងអីឲ្យនិយាយមកនិយាយហើយអញ្ចឹងមកគេសួរចិត្តតទៅមុខណែឯងគិតធ្វើម៉េចព្រោះគេអត់ហ៊ានប្រាប់អីយើងច្រើនទេពីព្រោះប្រាប់ទៅលោតែយើងធ្វើអីទៅគ្រោះថ្នាក់គេមានបញ្ហាឃើញទេអញ្ចឹងហើយបានអ្នកលេបថ្នាំចិត្តសាស្ត្រដ៏ច្រើននៅអូស្ត្រាលីហ្នឹងណាដូចមិត្តភ័ក្តិឆេងតែមកមួយខ្ញុំមករៀនអីហ្នឹងក៏សិតតែអ្នកលេបថ្នាំពីមុនប៉ុន្តែដាក់ថ្នាំ5ម្ដងឈប់លេបប៉ុន្តែថ្នាំពពុទ្ធដែលយកទៅប្រើបានមិនមែនឲ្យលោកសូត្រឲ្យទេទល់តែយើងស្ដាប់ត្រេះរិះពិចារណាឲ្យចិត្តនឹងភ្លឺថ្លាចេញពីក្នុងមកវិញតួបញ្ញានឹងវាធ្វើការបានដោះស្រាយបញ្ហាបានអញ្ចឹងបានព្រះអង្គសម្ដែងថាបុគ្គលល្ងងមានខ្លួនឯងជាសត្រូវបុគ្គលមានបញ្ញាមានខ្លួនឯងជាទីពឹងប៉ុន្តែបញ្ញាដែលអាចកើតឡើងបានត្រូវអាស្រ័យកត្តា3ទី1ស្ដាប់នឹងគឺទល់តែស្ដាប់ពាក្យរបស់អ្នកត្រាស់ដឹងនឹងទៀត
đạp hái kết bị trà ná hai tha chân ta mà dạ bánh nhá nâng phia về nía mà dạ bánh nhá nâng chẳng xung bay từ riêng cai dương chứ á dương có trâu lệp nam chô tụ khăn đai bán nam nâng việt phơ ca hay đôi dương miên bánh hạp lâu chất về của bác việc tốt tại miên niêm mà thua để chô tới bằng đó sự thiên bằng đó bánh nhá khăn chật bảo dương tới việt phơ ca clean vì khăn màu bình để khăn đài mình ai khăn là thắng bạ cho ra cực của sông lột mà mặt mà chật dương á đại tư chỉ stress tư chỉ của bạn đến viên xóm rương tịnh tịnh những chớn à tư chỉ ram ray không chất đấy dương học đắng này ấy đó là p dương mà đạp thôi dương trong ban ảnh tích chứ thường mấy cùng ơi vào bạn vì ắt sạ mặt to lề cứ trâu để đạp rưới bị trà là rưới tư bị chơi tư chụp rẹp lời chặt tăng bàn chẳng hay chỉ bị sát cứ riêng bị chặt nâng tài một đòn ba mình score chặt cho bạn thế đọc sai chặt bàn này đôi cần đất xia chăng ba mình score ru của môn thế sai chứ nhỉ được cái này chẳng hay chia sẻ đồng bộ bọc nhóm riêng bầm riêng thế đom chừng chả tam phật tây nhom mặt trắng sơ sùng luôn là sao của bạn vậy phía xa lâu vậy vừa nhóm chả tụi bóng xong ở con bong thà rí hay nàng Mr. Ang này ban bắt đầu cả ơi bậc lực ban mà đạp ở tre thang không chặt đài chả nhâm men sầm nụ muối sầm nụ nắng nhâm xua bị sầm mẹ mặt phệ đã sang ta cốt miền mặt đài không ai đài lời việt ha cốt thơ cốt indirect ban đấy ha âm ba con nắng cốt thầm tập hở tài sầm đầy ấy và đá việt thơ ỏi phơi trận con nắng miền bành ha đặt hạ đã cốt miền chừng người thôn đã xa sầm đầy ấy chẳng đài chẳng chẳng trong xua là khổ tha anh nó cứ chịu bạc và cam bạc cốt rồi không mà thấy ta dân thời thỏm cho mùi nắng cốt rồi có dân thời việt ha chụp tầm nẹt tầm lòng một cốt lan tầm nẹt tầm lòng chỉ khổ xa anh chẳng rồi có mạch đài chăng vậy ha đa đầm nạ cam muối đã cốt ọt miên đang tha thời hở phơi nè bà chụp tầm nẹt tầm nó vì anh ba bỏ đó tầm nẹt tầm nông đầy bồn đài đã sang ta bên vậy bị khổ sai quát cứ sóc sang là ta mà đai cái mày chị này mày mọt là u sờn chứ đấy chà là u vô tốt stress mà nâng mò pi mình đăng thua nâng ai thiệt bích bây giờ kịch men tên tới á tô đây cầm phong và bật tới tô rồi bỏ mà đai không mấy nè là u nâng ta mình chỉ tô bỏ dương này nè nè hay giờ vay để dương lư nâng cứ chụp họ chả rồi bỏ dương này để ỏi lư nhưng lư tê họ lên cho nhưng lư tê họ lên vậy bạch mấy đấy nè lư tê họ thà ở trong lư mai là u ấy em nè ở trong lư còn là u tiết đấy mày nè trong đâu chết khi hay ở trong là ưu tiên ở trong lư còn là ưu tiên đấy mày nè tay miền lẹ khăn môi cái tham bơm mình trong lư còn là ưu ok bàn miền pet môi cái phơi bay cả đá thì chị nó ngó nó lên lư à chẳng á lên lư mà hay đâu chết nè bạn hay lên lư là hô cho cái u mấy cái đó khơi nằm mọn hòm ăn lư hay môi tiết bởi trong ban cái đá thì chị nó lo là mấy đạp lư vĩnh từ trom đạp quạt tới ở nâng bán thì chị nó ngọt khổ vô mùi nè dương mùi nè muối bờ đạp lư vĩnh mình đạp lư ta sầm lên vào đuôi à là u bỏ máy còn lư đài ấy muối tiết bờ sân chim trong ơi cọt là u tế mình nên là khôi cái đà thì chị tụi ngỏ vô mùi nè nhom mặt đằng tha cọt vô mùi nè ấy xu nè xu đó bờ sân thì nhom quánh nhom ăn do đạp ăn lư phụ ấy biết từ từng thiệt bích riêng năng ạ bây giờ mình sắc xa lùm ít nó bỏ ra mặt được thua tới vậy tới hạ đô chỉ canh chân này là u chứ nè vì muốn mình là bay riêng với nhau mày mình đại lư chung nhau mấy vì muốn lư ta là khổ hay lư cái chê với nhau mấy lư nè hay đại là mình là nát nhau mấy tuyệt mới vừa rót từ chợ tận hai chân đó và mình chui chê thay món đấy ăn đây
nhâm khạch bạp còn mà khạch bà về bà thiệt bích đại đạp lư bịa thà lô cật thô ấy lô cật thô áp phong លោកក៏ធម៌មានន័យថាធម៌ប្រចាំលោកនេះណាធម៌ដែលមាននៅក្នុងលោកនេះមានន័យថាធម៌ប្រចាំជីវិតយើងទាំងអស់គ្នានឹងជាធម៌ដែលនរណាជៀសមិនបានអានេះសាធម៌ត្រូវរៀនអាហ្នឹងហៅថាលោកក៏ធម៌ worldly condition ហ្នឹងហើយអត់មានបុគ្គលណាម្នាក់នៅក្នុងលោកហ្នឹងគេចពីលោកក៏ធម៌8នឹងបានទេអញ្ចឹងណានឹងខ្ញុំនិយាយសម្រាប់អ្នកដែលមិនបានរៀនបរមត្ថបើអ្នករៀនបរមត្ថអត់មានអីបាក់និយាយកន្លែងហ្នឹងគឺដឹងហើយអញ្ចឹងណាប៉ុន្តែឥឡូវខ្ញុំនិយាយរបៀបអ្នកមិនដែលរៀនមាន8ទី1មានលៀបហើយនឹងអត់លៀបមានលៀបអត់លៀបមានន័យបើយើងប្រើក្នុងជីវិតសាមញ្ញគឺថាពេលដែលយើងរកលុយបានចំណូលច្រើនអីចឹងទៅបានគេឲ្យឬក៏រកចំណេញដោយខ្លួនឯងហ្នឹងហៅថាបានលៀបបានប្រាក់ខែអីហ្នឹងណាហៅថាបានលៀបហើយបានវាគូនឹងអីណាបានគូនឹងបាត់មែនទេអាបាត់ហ្នឹងមកពីវាធ្លាប់បានណាមែនទេចាបើសិនអត់ធ្លាប់បានទេមានបាត់ទេតែពេលខ្លះអត់បានក៏បាត់ដែរបាត់មិនអញ្ចឹងបាត់ដូចវាថាខកចិត្តអីអញ្ចឹងណាដូចវាថាបាត់ទឹកចិត្តយើងអីចឹងទៅអូអាហ្នឹងពាក្យប៉ុនផ្លូវចិត្តចង់អញ្ចឹងនិយាយតែរឿងរបស់ហ្នឹងមិញអូចាហ្នឹងហើយតែត្រឹមរបស់ហ្នឹងណាចាបើរបស់មិនធ្លាប់បានមិនធ្លាប់មានទេមានឈ្មោះថាបាត់ទេអត់ទេហ្នឹងគូគ្នាអញ្ចឹងបានពាក្យហ្នឹងមានលៀបអត់លៀបណាមានលៀបអត់លៀបហ្នឹងហើយមួយទៀតសរសើរគូនឹងនិន្ទាចឹងជីវិតយើងមានគេសរសើរក៏មានមែនទេចាហើយគេអត់សរសើរហើយបែរជានិន្ទារិះគន់វិញក៏មានដែរមែនទេចាមាននរណាម្នាក់ដែលកើតមកក្នុងโลกនេះទទួលបានតែការសរសើររហូតទេអត់ទេឬក៏ទទួលបានការស្ដីបន្ទោសដែរអត់ទេមានការស្ដីបន្ទោសហ៎មានតាំងពីម៉ែឪយើងពីទូចមកសបោហ៎សបោហ្នឹងហើយចុះឥឡូវខ្ញុំរាប់ឲ្យអស់សិនអាហ្នឹងគូទី2គូទី3បានយុះហើយនឹងបាត់យុះហ្នឹងគឺសំដៅដល់ឋានៈយុះស័ក្តិឬក៏គេឈ្មោះអីហ្នឹងណាជា dignity អីចឹងមានយុះមានគេគោរពរាប់អានច្រើនប៉ុន្តែមានពេលខ្លះក៏អត់បានដែរមានចឹងហ៎មានទេមានអ្នកខ្លះឡើងដល់ថប់ចឹងទៅស្រាប់តែធ្លាក់ខ្លួនទៅគេលែងរាប់អានលែងមានតំណែងអីធ្លាក់តំណែងអីចឹងទៅមានទេមានហ្នឹងហើយគូទី4គឺសុខហើយនឹងទុក្ខសុខភាពផ្លូវកាយសុខភាពល្អមានពេលខ្លះមានទេមានពេលខ្លះឈឺទេចាហ្នឹងហើយអាទាំង8ហ្នឹងជាធម៌ប្រចាំលោកនេះចាឥឡូវយើងនិយាយពីម៉ែក្មេងល្អូច្រើនមាននៅក្នុងខ្ញុំរាប់មិញទេមានទេមាននៅតាណានៅតាណាទាំងអស់8មិញណា4ល្អហើយ4ទៀតមិនជាទីប្រាថ្នាទេម្ដងទៀតបានលៀបអត់លៀបបានយុះអត់យុះសរសើរនិន្ទាសុខទុក្ខហ្នឹងតើកន្លែងម៉ែក្មេកជេរស្ដីហ្នឹងចូលតាណាចូលសុខទុក្ខហើយតាសាហើយនិន្ទាដែរហ្នឹងហើយចូលតែមួយតាចូលច្រើនម៉េះហ្នឹងហើយចូលអាកន្លែងនិន្ទាហ្នឹងកន្លែងស្ដីបន្ទោសហ្នឹងចូលតែមួយទេតែមកពីមាននិន្ទាហ្នឹងបានយើងកាត់ទុក្ខហ្នឹងហើយអញ្ចឹងនិន្ទាហ្នឹងវាពិតជានាំសេចក្តីទុក្ខទៅដល់ផ្លូវចិត្តយើង direct ឬក៏ដោយសារតែយើងគិតមិនស្រួលមានចំណែកយើងគិតដែរមានចំណែកយើងគិតដែរចាហ្នឹងហើយហ្នឹងឆ្លើយត្រូវហើយតាអញ្ចឹងត្រូវដោះស្រាយដំណើរគិតនោះឯងតែអញ្ចឹងយើងមានតែយើងខ្លួនឯងជាអ្នកបានន័យថា
គាត់ជាអ្នកធ្វើយើងជាអ្នករងអំពើហើយយើងនៅតែរងរហូតហើយយើងនៅតែគេហៅថា maintain ផ្លូវចិត្តយើងអញ្ចឹងធម្មតាយើងមនុស្សយើងអាចចេះតែ maintain រហូតអញ្ចឹងណាហ្នឹងហើយហ្នឹងមកពីមិនព្រមនោះលោកធម៌ទាំងអស់ហ្នឹងប្រៀបដូចជាកម្ដៅថ្ងៃប្រៀបដូចជាភ្លៀងស្គាល់ភ្លៀងហ៎ចាហ្នឹងហើយរឿងរ៉ាវទាំងអស់ក្នុងโลกនេះនោះសំណួរខាងដើមថាធ្វើម៉េចដើម្បីឲ្យចិត្តសុខណាក៏ពាក់ព័ន្ធរឿងនឹងដែរអ្វីដែលមិនជាទីប្រាថ្នាទាំងឡាយដូចជាភ្លៀងអញ្ចឹងឬក៏ដូចជាកម្ដៅថ្ងៃអញ្ចឹងប៉ុន្តែភ្លៀងឬកម្ដៅថ្ងៃវាមិនអាចធ្វើឲ្យមនុស្សរស់នៅមិនបានសុខនោះទេតែបើមនុស្សរស់នៅដូចស្វាណាប្រហែល100ឆ្នាំទៀតក៏វានៅតែទឹកពេលភ្លៀងអញ្ចឹងព្រោះវាអត់ចេះព្រោះដំបូលផ្ទះអញ្ចឹងបានព្រះអង្គសម្ដែងថាយៈថាអគារੰទុច្ឆណੰវុទ្ធិអ្នកសមតិវិជ្ជតិភ្លៀងតែកាលណាដំបូលផ្ទះយើងប្រអត់ល្អហើយវាតែងតែលិចស្រោចស្រពយើងដេកមិនស្រួលទេអញ្ចឹងអានេះរឿងបោះភ្លៀងយើងទៅទប់បានទេពាក្យម៉ែយើងដូចភ្លៀងអញ្ចឹងហើយតើវាឈឺចិត្តហ្នឹងមកពីចិត្តវាមិនបានប្រក់មិនទ្រាំទេណាខ្ញុំមិននិយាយរឿងទ្រាំទេណាអាទ្រាំអឺអះមិនមែនជាមេគាដែលព្រះអង្គបរៀនទេគឺការទូនមានចិត្តហ្នឹងឲ្យព្រមទទួលនៅអ្វីដែលជាការពិតនៅពេលកំពុងប្រកបនោះហ្នឹងហើយអញ្ចឹងហើយបានការសិក្សាហ្នឹងរហូតដល់វាអស់ខ្លួនដោយន័យថាដោយមិនសម្គាល់ថាខ្លួនជាអ្នកទទួលរងអំពើទេការដែលជាប់ប្រកាន់ដោយឧបាទានហើយដេកកើតទុកព្រោះកត់ថាហ្នឹងទី1យល់ថាមានម៉ែមែនតែនទី2យល់ថាមានខ្លួនមែនតែនជាអ្នកទទួលប៉ុន្តែសិក្សាបំបែកនៅក្នុងរូបធម៌នាមធម៌ហ្នឹងគណៈលឺសំឡេងមានអធិលឺមានណាអ្នកលឺឲ្យលុតហ្នឹងដូចគ្នានឹងយើងប្រក់ផ្ទះហ្នឹងហើយភ្លៀងមកភ្លៀងទៅដេកស្រួលទាំងអីហ្នឹងវាអត់មានអញនៅកដាលភ្លៀងហ្នឹងប៉ុន្តែពិបាកយល់ណាខ្ញុំនិយាយចឹងតែបើយល់ដេកស្រួលមែនណាចង់ម៉ែជេរមកព្រឹកទល់ភ្លើងម៉ែជេរទៅសលេងហ្នឹងក៏លឺឲ្យបាត់ហ្នឹងដូចភ្លៀងហ្នឹងចង់ភ្លៀងមកយប់ទល់ភ្លៀងទៅឃើញអត់ចាសិនតែនេះជាការពិតណាឧទាហរណ៍ក្នុងសង្គមយើងណាបើយើងប្រកែកគ្នាអីតែចាញ់គេបន្តិចយើងអន់ចិត្តហ្នឹងមែនទេចាមើលគេមានប្រៀបបន្តិចក៏មិនសប្បាយចិត្តដែរមែនទេមិនសប្បាយចិត្តមានន័យថាចិត្តវាអត់សប្បាយដោយព្រះអង្គត្រាស់ថាជារੰវេរੰបសវតិអ្នកឈ្នះរមែងមានពីទុក្ខੰសេតិបរាជិតោរីឯអ្នកចាញ់ឯនេះដេកជាទុក្ខហ្នឹងហើយកូនហ្នឹងហើយដែលកំពុងដេកជាទុក្ខដោយគិតថាអញចាញ់ម៉ែណាម៉ែគាត់ជេររហូតនោះហ្នឹងហើយឧបសន្តោសុខੰសេតិក៏ប៉ុន្តែសម្រាប់បុគ្គលអ្នកមានចិត្តស្ងប់រងាប់នៅអាការឈ្នះចាញ់នោះណារមែងដេកជាសុខព្រោះវាអត់មានណាឈ្នះវាអត់ឃើញពីណាឈ្នះហើយក៏មិនឃើញខ្លួនឯងចាញ់ដែរប៉ុន្តែនិយាយប៉ុណ្្នឹងយល់ទេខ្ញុំអត់មានម៉ែក្មេកចង់ខ្ញុំអត់យល់ទេអត់ទេធัวហ្នឹងមិនបាច់មានម៉ែក្មេកទេថ្ងៃក្រោយគង់តែមានទេបើមិនមានម៉ែក្មេកក៏មាននៅនេះនៅនោះក៏វាគង់តែមានប្តីក៏គង់តែមានកូននិយាយមិនស្ដាប់ក៏គង់តែមានអ្នកដតីប្រមាថការទៀនវាចាត់ចូលនៅក្នុងនិន្ទាដែរនិយាយរួមទាំងអស់ហ្នឹងចាត់ជាអនិច្ចារម្មណ៍ធូនកំណត់បានថាអនិច្ចារម្មណ៍មានន័យថាអារម្មណ៍ដែលយើងអត់ប្រាថ្នាម៉ែក្មេកកាចអញ្ចឹងប្រាថ្នាអត់តែបើយើងមានវិបាកកម្មហើយទោះគ្មានម៉ែក្មេកកាចដាក់ក៏មានប្តីកាចដែរហើយបើគ្មានប្តីកាចក៏មាននៅនេះនៅនោះធ្វើការជាមួយគ្នាកាចដាក់វាអត់អស់រឿងទេជីវិតហ្នឹងនោះចាមែនទេចាហ្នឹងហើយប៉ុន្តែបើបានរៀនបន្តិចល្អរៀនពីជីវិតខ្លួនឯងថាខណៈឮខណៈឃើញខណៈធំក្លិនហ្នឹងក៏បីធ្វើទុកក្នុងចិត្តយ៉ាងណាវាមានសិល្បៈក្នុងការទទួលទៅវាលែងពិបាកហើយដែលយើងឮសំឡេងម៉ែនិយាយញាច់រាល់ថ្ងៃហ្នឹងវាទៅជាពិបាកដោយសារអីមិនសមទុកក្នុងចិត្តមែនទែនបើគាត់និយាយតែម៉ាត់ពីរម៉ាត់ក៏មិនអីដែរប៉ុន្តែដែលអ៊ូដែលធុញតែហ្មង
វាមិនមែនមកពីគាត់និយាយម្ដង100ម៉ាត់ណានិយាយម្ដងតែ1ម៉ាត់តាបើយើងទទួលម្ដងតែ1ម៉ាត់មានស្អីបាក់តែយើងបូកអា100ម៉ាត់នឹងចូលគ្នាម៉ែនិយាយព្រឹកអត់ឈប់ប៉ិនធៀបពិតគាត់និយាយម្ដងតែ1ម៉ាត់នឹងចដូនថាកុំសំទុកទុកឲ្យគាត់ជេរវិញនឹងមេគាពធនឹងធ្វើឲ្យយើងស្រាលអញ្ចេះបាទឧទាហរណ៍ខ្ញុំលើកកំប៉ុងមួយនេះបើលើកតែមួយផ្លេតធ្ងន់ទេអត់ទេតែបើលើកយូរទៅកុំដាក់មិនដែរធ្ងន់មកវាថែមទឹកឬក៏ទឹកដដែលឡើយមិនបើចេះធ្ងន់អញ្ចឹងមកកាន់យូរពេកហ្នឹងអ្នកខឹងម៉ែហ្នឹងមកវាបោកបញ្ចូលគ្នាអាជេតាំងពីព្រឹកចេះបោកទុកតាមមើលគាត់ជេរតែ1ម៉ាត់ឃើញទេយល់ទេអញ្ចឹងយល់ខ្លះហ៎ចាមេគាប្រតិបត្តិពធគេត្រូវសម្លឹងមើលអាបច្ចុប្បន្នហ្នឹងឲ្យធ្វើឲ្យស្រាលចិត្តណាឧទាហរណ៍ខ្ញុំលើកថាដំបូកមួយធំថ្មមកដំបូកធំអញ្ចឹងណាយើងចង់រំកិលថ្មហ្នឹងមកមួយខាងទៀតក៏អត់ចង់ទុកតែហ្នឹងទេតែបើយើងសម្លឹងមើលទាំងមូលយើងថាធ្ងន់លើកមិនរួចប៉ុន្តែបើយើងលើកថ្មម្ដងរួចទេធ្ងន់ទេអត់ទេយ៉ាងណាមិញសតិដែលក៏បីរលឹកដឹងនៅរូបធម៌នៃមធក្នុងជីវិតប្រចាំថ្ងៃដែលពុទ្ធបរិញ្ញាហ្នឹងគឺឲ្យមើលម្ដងមួយកំពុងឃើញក៏ដឹងតែរបស់កំពុងឃើញកំពុងឮក៏ដឹងតែរបស់កំពុងឮហើយរលត់ទៅយើងរីករាយជាមួយវាដូចយើងងូតទឹកផ្កាឈូកចឹងងូតទឹកផ្កាឈូកយើង enjoy ជាមួយវាតែអាពេលមកប៉ះកាយបានហើយអាធ្លាក់ទងលូឲ្យទៅឲ្យវាទៅវាអត់មកវិញទេឃើញទេប៉ុន្តែមេគានឹងខ្ញុំគិតថាបងប្អូនមិនសូវបានស្ដាប់ទេស្ដាប់តែលោកសូត្រស្ដាប់មិនបាននោះហើយបានដឹងថាធននោះអត់មានប្រយោជន៍សម្រាប់យើងហើយរស់នៅដោយការមួមងដោយការក្តៅក្រហាយគ្រាន់តែម៉ែក្មេងកាច់បន្តិចក៏រស់មិនសុខដែរមែនទេហ្នឹងហើយអញ្ចឹងបានគេមានដើមអីគេអាបលាគេថាដើមដាតម៉ែក្មេងមិនហើយដូចកៅអីជិះគេថានឹងកៅអីម៉ែក្មេងមួយទៀតមិនបានយកអត់ធ្វើតាមហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងសិនប៉ុន្តែខ្ញុំថាស្ដាប់ប៉ុណ្្នឹងក៏ពិបាកយល់តើស្ដាប់ច្រើនពុទ្ធសុតតាnăngភាពជាអ្នកស្ដាប់ច្រើននេះស្ដាប់ដល់ស្ដាប់ហេតុផលក្នុងធម៌មិនមែនស្ដាប់ធัวតម្រូវចិត្តទេស្ដាប់ធัวតម្រូវចិត្តតម្រូវតណ្ហារបស់យើងស្ដាប់ឲ្យឯងទេខ្ញុំចិត្តអញ្ចឹងតើខ្ញុំធ្វើចិត្តមិនដើម្បីកុំឲ្យបាក់ចិត្តហើយគេបញ្យល់យើងកុំប្រកាន់យើងកុំគិតច្រើនបើបាក់ចិត្តពេកចេញទៅក្រៅខ្លះទៅដែលអត់ជួយបានទេឥឡូវវាអញ្ចឹងអត់ជួយបានទេវិធីសាស្ត្ររំសាយចិត្តខ្ញុំឃើញច្រើនណានៅក្នុង YouTube សិតតែរបស់ប្រើមិនកើតបើយើងមិនស្គាល់ដល់ធាតុរបស់វាទេណាដោះស្រាយមិនចេញទេហើយមានតែប្រពុតទេបរៀនវាឲ្យស្គាល់ចិត្តអាគណៈ stress ហ្នឹងចិត្តអីគេព្រះអង្គប្រាប់ទៀតថាចិត្តហ្នឹងវាជាសក្តោសង្វេចិត្តតាំងជាចិត្តប្រកបដោយទោសៈវាមានបដិខៈថ្នាំងថ្នាក់ក្នុងហ្នឹងវាកើតពីស្អីជាបច្ច័យមកពីប៉ះនឹងអនិច្ចារម្មណ៍ហើយហេតុអីបានវាកើតឡើងព្រោះអយោនិសោនិយាយពីបច្ច័យរបស់វាខ្ទេចដូចក្នុងវិទ្យាសាស្ត្រដែលផ្សំអីមួយឡើងគេរៀនពីរូបធាតុគីមីអញ្ចឹងណាពុទ្ធបរិញ្ញាអញ្ចឹងណាបានយើងយល់ថាពុទ្ធហ្នឹងមានតម្លៃម៉េចបើថាមកស្ដាប់អាឡូមហ្នឹងមិនយល់ពីពុទ្ធទេហើយនៅតែថាមានតែយាយអស់ការងារទេទៅរកធัวរកស្អីចេញស្ដាប់លេងយល់ហើយនោះហ្នឹងហើយយើងវាគិតខុសពុទ្ធៈគឺជាតួបញ្ញាអ្នកមានបញ្ញាទើបយល់បាននៅធម៌របស់ព្រះសម្មាសម្ពុទ្ធពីព្រោះសុទ្ធតែសំដែងពីហេតុនិងផលនៅក្នុងនោះហ្នឹងហើយយើងទុកឲ្យតែអ្នកលឹងខួរក្បាលស្ពឹកអស់ហើយទៅស្ដាប់អាយុចិត្តប៉ែទៅស្ពឹកអស់និយាយរួមមិនមើងងាយអីទេព្រោះគាត់ស្ពឹកអស់ហើយយើងនៅកម្លាំងល្អនេះទុកឲ្យកលេសប្រើអស់លីងបាទហ្នឹងហើយបាទប៉ុណ្ណឹងសិនស្ដាប់យល់ខ្លះទេខ្ញុំមិនដឹងថាខ្ញុំនិយាយរឿងអីហ្នឹងចាជំរាបសួរបងប្អូននិងលោកយាយនិងបងប្អូនទាំងអស់គ្នានៅទីនេះខ្ញុំមានសំណួរ2ថ្ងៃនេះចាចង់ជំរាបសួរលោកគ្រូ
ចាសំណួរទី1តាមពិតទៅបានសួរច្រើនណាស់តែនៅមិនអស់ចិត្តទេលោកគ្រូកេងក៏នៅតែត្រូវតែមកសួរលោកគ្រូថ្ងៃនេះដែររវល់យ៉ាងណាក៏ឆ្លៀតសំណួរទី1គឺថាលោកគ្រូខ្ញុំសប្តាហ៍ថ្ងៃខ្ញុំធ្វើការនៅក្រុមហ៊ុនស្រាយើងលក់ស្រាសូរ៉ាមេរយៈចាសួរទៀតចាតែមិនសួរហើយក៏សួរទៀតអស់ចិត្តលោកគ្រូតែខ្ញុំបានកាន់សិល5តាំងពីខ្ញុំអាយុ19ឆ្នាំពេលដែលម្ដាយគាត់បានចែកឋានទៅជីវិតលំបាកមិនដឹងធ្វើម៉េចក៏ដើរទៅទ្វារវត្តដើម្បីសមាទានសិល5ហ្នឹងតាំងពីអាយុ19ហើយរហូតមកដល់ឆ្នាំ2003ខ្ញុំអាយុ24ហ្នឹងខ្ញុំក៏បានចូលធ្វើការក្រុមហ៊ុនស្រាប៉ុន្តែការដែលខ្ញុំនៅទោះបីជាចូលក៏ខ្ញុំនៅតែបប្រតិបត្តិសមាទានហ្នឹងជារៀងរាល់យប់គឺតែងតែនមស្ការនិងសុំសិល5ជានិច្ចប៉ុន្តែខ្ញុំដឹងថានៅក្នុងសិល5មានពាក្យមួយថាសូរ៉ាមេរយៈចាទោះបីហូបមិនហូបឲ្យតែថាពាក់ព័ន្ធជាមួយនឹងសូរ៉ាគឺមានអារម្មណ៍សើស្រួលទេលោកគ្រូអញ្ចឹងចង់ដឹងថាតើអ្វីដែលខ្ញុំបានធ្វើរយៈពេលជាង20ឆ្នាំក្នុងការសមាទានសិល5ជាមួយនឹងរបររស់ស៊ីដែលយើងនាំចូលស្រាមកនេះតើប៉ះពាល់ដល់ការសុំសិល5និងការឥតខ្ចោះរបស់យើងឬក៏តើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យការសុំសិល5ហ្នឹងមានភាពសល្អស្អាតលោកគ្រូតែពេលដែលយើងក៏គិតថាបើយើងចង់ឈប់ទៅរកស៊ីហ្នឹងយើងអត់មានលុយតែយើងត្រូវធ្វើមិនវិញពេលដែលយើងអត់លុយហ្នឹងគ្រូសំណួរទី1សំណួរទី2លោកគ្រូក្រៅពីសុំសិល5មួយសិនលោកគ្រូចាចាតែថាមានអ្នកចង់ដឹងដែរបាទពិតជាមិនក្រៅពីរបរហ្នឹងអត់មានរបរអីផ្សេងមែនណាបាទវាពាក់ព័ន្ធចេះពាក់ព័ន្ធថាទីមួយយើងអត់ផឹកហ្នឹងសិល5វាអត់ដាច់ទេខ្លួនយើងណាហ្នឹងពីព្រោះអង្គនៃសិក្ខាបទហ្នឹងគឺដល់អច្ឆោហរណੰមានន័យថាតលតលេបចូលអញ្ចឹងបានឈ្មោះថាដាច់ហើយទី2វាពាក់ព័ន្ធនឹងមុខរបរថាតើវាជារបរដើមទុនរបស់យើងលក់ទៅចំណេញផ្ទាល់ខ្លួនរបស់យើងឬក៏យ៉ាងម៉េចណាឬក៏ថាយើងធ្វើហ្នឹងធ្វើយកប្រាក់ខែពីក្រុមហ៊ុនអីចឹងណាបាទហ្នឹងវាមានកម្រិតរបស់វាចាគឺយើងធ្វើការយកប្រាក់ខែទេលោកគ្រូចាហ្នឹងហើយបាទអញ្ចឹងបើសិនជាវាមិនមែនជាដើមទុនរបស់យើងមិនចាត់ជារបរទេណាមិនចាត់ជាអាជីវកម្មទេពីព្រោះក្រៅពីការរក្សាសិលហើយព្រះអង្គសម្ដែងពីមិច្ឆាជីវៈណាមិច្ឆាជីវៈហ្នឹងគឺយើងដូចជាចិញ្ចឹមសត្វលក់ទៅខ្លួនយើងអីចឹងណាហ្នឹងលក់ថ្នាំពុលអីចឹងហើយលក់សារ៉ាហ្នឹងវាពាក់ព័ន្ធនឹងជារបស់ដែលជាដើមទុនរបស់យើងអញ្ចឹងណាអញ្ចឹងយើងរួចមកកណាត់ទៀតនៅក្នុងមិច្ឆាជីវៈហ្នឹងអត់ប៉ុន្តែវានៅសល់កតុយបន្តិចដែលយើងវាលះវាមិនដាច់វាចូលនៅក្នុងអាកម្មបត្តិ40នោះពីព្រោះតែកាលណាយើងបម្រើការងារនៅក្នុងកន្លែងហ្នឹងប្រកាសជាយើងធ្វើឲ្យល្អដើម្បីឲ្យលក់ដាច់ហើយណាវាចូលនៅក្នុងការអបអរសាទរដែរឃើញទេឲ្យវារួចផុតដោយខ្ញុំអត់លក់ចឹងហ្មងអត់បានទេតែសំណាងល្អទី1យើងអត់ដាច់សិលទី2មិនខុសនៅក្នុងមិច្ឆាអាជីវៈក៏ប៉ុន្តែវាគ្រាន់តែថាចូលរួមគ្រប់គ្រងបន្តិចក្នុងហ្នឹងហើយបាទអបអរសាទរត្រូវហើយហ្នឹងហើយពីព្រោះនៅក្នុងកម្មបត្តិ40លោកចែកចេះមួយចែកជា4ទី1ផឹកខ្លួនឯងទី2ប្រើគេឲ្យផឹកទី3ពេញចិត្តក្នុងការដែលគេផឹកអត់ផឹកខ្លួនឯងបានពេញចិត្តនឹងគេផឹកទី4ពរនីគុណនៃការផឹកយល់ដូចយើងផ្សាយពាណិជ្ជកម្មរសជាតិមានន័យជ្រៅអីចឹងណាហ្នឹងពរនីគុណនៃការផឹកបាទហ្នឹងចឹងតែថាឲ្យដាច់សិល5ឬក៏នៅក្នុងមិច្ឆាជីវៈហ្នឹងយើងមើលអត់ឃើញទេតែថាឲ្យវាឆ្លាស់ដូចអ្នកអត់លក់ហ្មងវាឆ្លាស់មិនដល់គេទេអញ្ចឹងណាបាទហ្នឹងសិល5អត់ដាច់ទេបាទហើយមួយទៀតអីគេខ្ញុំចង់បន្តលោកគ្រូចង់ឲ្យលោកគ្រូនិយាយអាឃ្លាមិញហ្នឹងជាភាសាអង់គ្លេសបន្តិចទៅលោកគ្រូ
mất phẹ nhom đi đây nè mất phẹ nhom ở mạ để nhom ở chơi mau ngày ní cổ miên nè chọp nó sờ ra mi để dạ nâng đây chăm ấy nó cũng mà lấy nhom nhom có ông nhom vậy cho mùi lục cụ nhom ở toàn sel pram này lục cụ vậy tới từ trong căn sel pram đấy bên đây vô tha nhom có lụa sra đây lụa sra thì mong cho mà nhom prap mật phẹ nhom tha banya anh kẹn ở đây cật lôi bên tay nè mê nè lụa nè tranh chia dương chia tạc cay dương vô lôi thật tinh hay nhưng mà lụa ấy kề lụa dú ấy cru một phay chiên chna mày bên đây sra mình trao này lục phủ bên tay lụa sạch trong job tha miền sra miền sạch đường tê nhom nóm châu bị bật tê xem máu chai nơiក្នុងsọc khmaiក្នុងប្រទេសកម្ពុជាអញ្ចឹងស្រានេះខ្ញុំយកចូល20និយាយទៅ26ឆ្នាំហើយគ្រួសារខ្ញុំនេះក៏អ្នកសូអ្នកញ៉ាំខ្លាំងហើយជំរាបលោកគ្រូត្រង់ស្រាពេញផ្ទះប៉ុន្តែលោកគ្រូមុនប្រសងមកលោកគ្រូជើញមកយកអស់ហើយលែអស់ហើយលោកគ្រូលែអស់ហើយសុំតលោកប្តីខ្ញុំនៅឥណ្ឌាខ្ញុំថាខ្ញុំសុំរើស្រាសិនដោយសារអីប្រសងមុនមកផ្ទះប៉ុន្តែមាននៅក្នុងទូយកអស់អត់បើកភ្លើងមើលអត់ឃើញណាហើយលក់ផងកលិចផងជា hobby ផងគាត់អានេះវាជាអតីតកាលលោកគ្រូប៉ុន្តែបច្ចុប្បន្ននេះខ្ញុំនេះឥឡូវហ្នឹងដើរទៅជាមួយមិត្តភ័ក្តិអ្នកអត់ញ៉ាំនេះគេថាអូយខ្ញុំអត់ញ៉ាំខ្ញុំអត់កាន់សិលប៉ុន្តែខ្ញុំអត់ញ៉ាំខ្ញុំជ្រើសរើសបានខ្ញុំអត់ញ៉ាំប៉ុន្តែខ្ញុំអត់កាន់សិល5ទេលោកគ្រូខ្ញុំមានពេលរៀនអភិធម្មអានតិចតួចហើយយល់ថាការកាន់សិលគ្រាន់តែការតាំងចិត្តប៉ុន្តែបើសិនជាយើងមិនបរិសុទ្ធយើងកុំនិយាយថាយើងតាំងសិលកាន់សិល5សិល8អញ្ចឹងមាន event មួយចំនួនឥឡូវហ្នឹងមានដឹងទៀតថាពេលដែលយើងឈៀគេយើងខុសអញ្ចឹងក៏បានប្រាប់បុគ្គលិកដែរថា staff party ឆ្នាំនេះសុំរាល់ឆ្នាំខ្ញុំអ្នកអីគេហៅភាសាអីគេរោរៀលខ្ញុំនឹងអ្នក MC លោកគ្រូដោយសារអីកូនចៅអត់មេនេះអត់សុបាយដល់ពេលចឹងឡើងទៅឆាកទៅនិយាយចុះនិយាយឡើងទៅចៅកូនចៅសុបាយអញ្ចឹងឆ្នាំនេះថាសម្រួមបន្តិចចុះសម្រួមឲ្យអាស្រានេះអត់ឈៀទៀតទេចង់អរគុណគាត់ប៉ុន្តែធម្មតានៅស្រុកខ្មែរយើងតែយើងអរគុណគេគឺឈៀអរគុណអត់អាចលើកដៃបានទេឬយ៉ាងម៉េចខ្ញុំចិត្តតែគិតថាចូលគ្រាន់តែលើកដៃចំពះទៅថាសូមអរគុណមិនទៅយកស្រាទៅឈៀថាអូឈៀ for the progressing ឈៀ for the everything ឈៀអញ្ចឹងខ្ញុំថាមិនទេឆ្នាំនេះខ្ញុំសូមទៅអរគុណទៅបានហើយអញ្ចឹងអ្នកណាញ៉ាំតាមស្រួលខ្ញុំក៏ប្រាប់គ្រួសារខ្ញុំដែរតែបើគាត់ឈៀតែឯងទៅខ្ញុំទៅអរគុណហើយនិយាយត្រង់ស្រាវាបើមិនគិតតាមពុទ្ធពធខ្ញុំគិតថាវាហាមវាហាម body វាធ្វើឲ្យយើងខូចសុខភាពហើយកាលពីមុនខ្ញុំក៏ផឹកមិនធម្មតាដែរដល់ពេលឥឡូវកាន់តែនេះទៅចាស់ទៅសម្រួមហើយសុខភាពញ៉ាំអត់បានអញ្ចឹងបដាច់ប៉ុន្តែអត់ 100% អត់បរិសុទ្ធទេលោកគ្រូអញ្ចឹងតើអកុសលនឹងយ៉ាងម៉េចទៅបើសិនជាខ្ញុំនឹងអ្នកលក់ផងហើយសាច់ហ្នឹងយើងអត់មាននេះហើយយើងកំងគេមកលក់មិនតែអត់កាត់ផ្ទាល់ទេលោកគ្រូលក់សាច់លក់ស្រាសាច់ដែលនៅក្នុងវិជ្ជាអាជីវៈហ្នឹងគឺសំដៅដល់ការដែលយើងចិញ្ចឹមឲ្យសម្រាប់លក់អីចឹងណាបាទបើសិនជាវាស្រាប់ហើយវាជារឿងផ្សេងបាទសូម្បីយើងអ្នកកាន់សិលធម្មតាយើងទៅទិញសាច់ពីផ្សារយកមកស្លមកអីអត់អីទេបាទនឹងហើយម្យ៉ាងទៀតមេគាពធនេះជាមេគាមិនបង្ខំទេចង់ថាចង់កាន់ចង់មិនកាន់នេះកុំតន់គិតរឿងសិលណាចាតែត្រូវយល់សិនកុំបិទផ្លូវខ្លួនឯងមិនឲ្យយល់នឹងរៀនឲ្យស្គាល់ពីកុសលអកុសលឲ្យយូរទុកឲ្យអកុសលនឹងវាធ្វើការអញ្ចឹងណាបាទជាទម្លាប់មក
ការដែលយើងរក្សាសិលដោយមិនយល់នឹងហើយបានយើងផលិតមនុស្សមិនបានល្អជួនកាលយើងកាន់តែតាមទម្លាប់ឧទាហរណ៍ថាដល់ចាស់មែនទេហើយផឹកវាមិនតំណងហើយឪអើយចូលវត្តទៅគាត់មិនបានឃើញទោសណាគាត់មិនបានជ្រះថ្លាណាគាត់នៅមើលទៅដូចខ្មាស់ក្មេងហើយឈប់ផឹកវាឈប់ព្រោះតែខ្មាស់វាមិនបានឃើញទោសថាដូចជាទៅសម្លាប់សត្វក៏ដោយទៅស្អីក៏ដោយហ្នឹងគាត់មិនបានឃើញទោសថាអូសត្វហ្នឹងគឺពិតជាគួរឲ្យអភ័យពិតជាគួរមានមេត្តាចំពោះវាមែនទៅឈប់សម្លាប់អីអញ្ចឹងណាវាអត់បានឃើញអញ្ចឹងឯងគ្រាន់តែថាចាស់ឲ្យទៅដាក់មួងលេងតំណងទៅចងសទូចលេងតំណងទុកឲ្យកូនចៅម្ដងហើយគាត់មានចោលអាហ្នឹងណាទុកឲ្យកូនគាត់ដាក់ម្ដងហ្នឹងឃើញទេវាមិនបានកើតមេត្តាមែនទេទេតួកុសលធម៌នេះគឺវាកើតឡើងទៅវាខ្មាស់បាបដោយខ្លួនឯងហ្មងហើយនៅពេលដែលទុកឲ្យកុសលធម៌នេះវាចម្រើនឡើងធ្វើទៅវាអត់តឹងណាក្នុងចិត្តហ្នឹងវាអត់តឹងទេណាសំបីយើងលះបានបន្តិចហ្នឹងក៏ដោយសារអីដោយសារហេរិហ្នឹងវាកើតឡើងបន្តិចម្ដងបើសិនជាមិនមានហេរិនេះកើតឡើងមិនមែនប្រមូលស្រាចេញអញ្ចឹងទេអញ្ចឹងវាកើតឡើងបានវាធ្វើការរបស់វាអញ្ចឹងហ្នឹងហើយចិត្តត្រូវបងហ្នឹងហើយវាកើតឡើងបន្តិចម្ដងអញ្ចឹងកុំបខំវាតែបខំមាន stress តែបខំមានសម្ពាធនៅក្នុងអាការដែលយើងបំពេញកុសលតែបង្ខំដោយមិនយល់មានសម្ពាធខ្លាចប្រើពេលយូរលោកគ្រូបាទប៉ិនកុំភ្លេចរៀន slowly ខ្លាចយូរពេល slowly ហ្នឹងប៉ិនកុំទុកឲ្យ slow អត់រៀនតែរៀនយូរទៅវានឹងឃើញផ្លូវថាតើគួរចម្រើនទៅផ្លូវយ៉ាងម៉េចដែលល្អមែនទេនោះបាទហើយសម្រាប់មនុស្សឆ្លាតវាមិនមែនមានតែមួយផ្លូវរស់បានទេហ្នឹងហើយគេថានៅពេលដែលស្អីមួយដែលចប់ទៅវាប្រកាសជាឱកាសនៃផ្លូវមួយទៀតដែលកើតឡើងមែនទេបាទលោកគ្រូអត់និយាយជាភាសាអង់គ្លេសតិចទេលោកគ្រូអត់ចេះផងឥឡូវអញ្ចេះចង់ឲ្យនិយាយអង់គ្លេសដើម្បីឲ្យស្វាមីស្ដាប់មែនទេចាលោកគ្រូហ្នឹងហើយចាំមើល live ឡើងវិញហើយអង្គុយបកឲ្យគាត់ស្ដាប់ទៅល្អជាងអត់ទេគឺពាក្យខ្ញុំនិយាយអាសានិយាយមួយគាត់ច្រើនដែរប៉ុន្តែគាត់អត់សូវយល់ហើយគាត់ថាគាត់បច្ច័យខ្ញុំក៏ចាត់ទុកថាបច្ច័យអត់គ្រប់ប៉ុន្តែគាត់ថាអត់ហេតុផលដែលនិយាយហ្នឹងចេញពីមាត់យើងហ្នឹងវាចាំខ្ញុំបកប្រែជូនគាត់ប៉ុន្តែអញ្ចឹងតាមបច្ច័យអញ្ចឹងថ្ងៃណាថ្ងៃហ្នឹងចាអរគុណចាលោកគ្រូសូមសួរសំណួរទី2លោកគ្រូចាបន្ទាប់ពីការកាន់សិល5ហ្នឹងហើយឥឡូវនេះខ្ញុំក៏បានដោយការមានលើកទឹកចិត្តពីមិត្តភ័ក្តិក៏បានទៅរៀនសមាវិបស្សនាចាចម្រើនសមាភាវនាសមាធិនឹងលោកគ្រូហើយឥឡូវនេះចង់ចូលកម្រិតបន្តគឺចង់រៀនអភិធម្មហើយម្ដាយក្មេកក៏បានឲ្យសភៅចិត្តសាស្ត្រដែលលោកគ្រូរៀបចំហ្នឹងប៉ុន្តែគ្រាន់តែ scan ហ្នឹង 3-4 ដងមិនតាន់បានចូលភាគ1ទេលោកគ្រូចាតែពេលមិនទាន់បានរៀនអភិធម្មផងមានមិត្តភ័ក្តិដទៃក៏ប្រាប់ថាមុននឹងរៀនអភិធម្មត្រូវរៀនប្រសូតសិនពីព្រោះដូចថាអភិធម្មហ្នឹងកម្រិតថ្នាក់ខ្ពស់អញ្ចឹងផែជាអាចពិបាកយល់អញ្ចឹងគួរតែរៀនប្រសូតមុនអញ្ចឹងខ្ញុំថ្ងៃនេះចង់សួរលោកគ្រូដើម្បីកុំឲ្យរៀនម្លងហើយពិបាករៀនមិនចេះចង់ដឹងថាតើយើងគួរចាប់ផ្ដើមរៀនអ្វីមុនដើម្បីឲ្យទៅតាមលំដាប់លំដោយកខទី1ទី2អីអញ្ចឹងទៅលោកគ្រូចាពីព្រោះអត់ចង់រៀនឲ្យខុសខាតពេលអត់ចេះនឹងយើងមិនបានទទួលអំពីអ្វីដែលយើងបានតាំងចិត្តធ្វើនឹងដែរលោកគ្រូចាខ្ញុំចង់សួរចេះតើប្រសូតនឹងរាក់មែនអត់ដឹងទេលោកគ្រូព្រោះមិនទាន់បានចាប់ផ្ដើមសំបីតែបន្តិចទេលោកគ្រូចាឥឡូវខ្ញុំលើកប្រសូតមួយហើយយល់ថាម៉េចចាតែមុននឹងលោកគ្រូសួរសុំសួរសិនលោកគ្រូមិនទាន់បានសួរទេមិននឹងថាតើអ្វីដែលខ្ញុំគិតថារៀនប្រសូតមុនអភិធម្មហ្នឹងត្រូវឬក៏ខុសវិញខ្ញុំមុនឆ្លើយខ្ញុំសួរសិនពីព្រោះខ្ញុំដឹងថានៅក្នុងសង្គមយើងចេះតែគិតថាប្រសូតរាក់ខ្ញុំយកមិញម៉ាក់គាត់ក៏ខ្យល់ឲ្យព្រោះឈឺប្រសូតរាក់ហ្នឹងគឺម៉ាក់ក្មេកខ្ញុំថាប្រសូតក៏ពិបាកដែរកូនចាអញ្ចឹងមិនរាក់ទេលោកគ្រូជ្រៅដែរប្រសូតរាក់ហ្នឹងគឺយើងច្រើនសំដៅទៅលើរឿងរ៉ាវនិងការប្រយល់ធម្មតាចាលោកគ្រូនិយាយរឿងនិយាយជាដកអីចឹងណាចាទេពិតអាហ្នឹងជាប្រសូតមែនប៉ុន្តែមិនមែនជាអ្វីដែលព្រះអង្គចង់ផ្ដល់ឲ្យទេព្រះអង្គចង់ផ្ដល់ឲ្យនៅអាកន្លែងជាពុទ្ធភាសិតណាឧទាហរណ៍រឿងរ៉ាវដែលព្រះអង្គនិយាយជាដកណាអាហ្នឹងគ្រាន់តែជាលំនាំទេគ្រាន់តែជាលំនាំហើយនៅចុងក្រោយបានព្រះអង្គសម្ដែងជាគាថា
lấy kia thá nó bạn bóng chồng ơi tay dương thì chọp cho mùi rương đó chọp cho mùi rương dương sẽ đạp rương chẳng tới giờ thả rương rẹ vấn đề cái lấy nó mình bóng chồng ơi thế bóng chồng ơi kia tha men tên để chỉ biết bỏ bột men tên chứ nè ưu tiên họ đôi chỉ bóng sầm đại tha mano bọc bèn cầm mía thòm mía mano sệt thá mano mía gì nâng không số đó mình nè xa chế của tôi thế nè phía sạch tại viết cả rào tại viết tại tàu năng tục cầm mòn về tại chạ căng về hạt tao bật tiền prai thả thô từng lái miên chất chia protein miên chất đòn môn sầm rạch bị chất đấy prai hơi tiệt phần mìnhประกอบทายลตราเวเนี่ยphần môn nâng để dây cả lại nâng bọn này dây bị rương rao chạ có ba là thê nâng chia và thê ra đây là nghịch này lục ọt sẵn bố hay ọt sẵn bay khái ọt sẵn lục pra đại gia bọt bay miền nâng cuối đá trổ tại lục ọt sẵn này là ngày đó hô đó ọt bật này so chẳng này việc khôi đó này khôi tức bên đây này bà nhá về ọt khôi lục sầm rạch côn ở thòa đó ta lọc màu vọt vinh tới lục đào chừng crom chừng tới sạch mê pliêng trao đâu nắng lục ọt khơi chẳng đào chọn ngọt trờn vì khẩu từng lái cái trao thá bị chạy cậu bà nó sầm lạp sạch bọn sầm đánh pi này bỏ chất nè bọn tha lúc mình miền che tận nạc nông ca sầm lạp được cho nên việc ăn miền tốt á việc ăn khơi bán sầm đánh pi mà nô bọc pen cả miền thò miền không bây giờ sẽ đáp tập việc prai phần nắng do ăn vô tệ ăn vô bò làm ăn do ăn vô tệ việc tha chất chia protein nông tí ní protein ấy rừng đòn muốn là năng dừng vô đài đôi tham môn năng thưa ấy chặt về cực muốn vào về tụt thưa mình từng dây nè bất là trong để chặt chia bậc thiên này bên đây tham mày chị nè bánh chi ấy dân tới thưa ẩm bờ năng nè cái vô khâu ba cái này khâu mé nữa cứ nắng khâu mé chia bậc thiên nông tin ní bọn trong để dây bị sam bây giờ tự thua sam bây giờ tự thua nó không chặt tụ bạt muối miên chặt năng chê tự sạch thế đấy miên chất năng chê tự sạch chất mùi đố miên chê tự sắc xăm bởi dột tràn hãy nếu không chất tổ bát mùi nâng chất vi chê bật thiên cái không nây tha ọt vía mình bàn trái chê tự sắc khá hoạt tầm miền khá bàn ưu tê hò chất priệp đôi ưu tê thả lấy không thả riêng mùi cứu hay nâng sở đầm bây nhăng ở thả riêng nâng và bật tờ bàn thả riêng nâng bắt hoạt tầm miền sở khá ọt ấy vậy tại bậc bát vặt miền cứu bậc tự ạt bà này chẳng miền này là thạ riêng nâng miền cứu chỉ bậc thông bậc thiền anh là priết tha chất chỉ bậc thiền nó cứ không đây tha chất viên sầm khăn ọt mình bán chiên chia từ sắc đầu tây không đây là cái nhé bây giờ ọt riêng bò làm mát mà bây giờ lại nó ọt vô lại ọt vô mát đó cái này hay ai bị thóm bắt đám đời riêng chất chia từ sắc không ai chẳng dân cô riêng ai bị thòm của ai bị thóm chưa có bàn tay bị thom đại riêng phim mình cá dương tụ bạc bay đọ riêng và đòi cứ ọt cả mền riêng mình vô tê tụ bạc bay đọ riêng tầm mong mình vô tê chẳng ban chia pre anh rốt thê cha sầm máy và hai chia pramroi năm còi mò bật top về vòng bền tiền nắng lục riết cái hai thà bị thom mua là thàn nè để hai thà bò để chai bầm buôn nâng nè bị thom mà để sang cả hạ bầm buôn nâng dân hai thà bị thom mến vấn đề chị bị thom mua là thàn riêng ở school on tour đâm bây dân tự riêng xảy thì của vô lại nè ôi chế chất chế tự sắc rúp nập tiền hay đại mê đến chất chế tự sắc rúp nập tiền nó bật nâng cần nập xía mà nângប្រមាណ វិធី បោកដកគុណចៃប្រភេទទុសភាអីទាំងអស់ហ្នឹងចាណាអញ្ចឹងអ្នកណាក៏ដោយចង់រៀនធរណីមាត្រក៏ដោយគីមីវិទ្យាក៏ដោយអីក៏ដោយឲ្យតែពាក់ព័ន្ធអាបោកដកគុណចៃគឺដាច់ខាតត្រូវតែចេះប្រមាណ វិធី ចាចឹងនៅក្នុងនេះធម៌អភិធម្មគឺជាប្រមាណវិធីថាគេលោកគ្រូអភិធម្មគឺជាធម៌ដែលមានជំរឿជាងបសូតមែនចាប៉ុន្តែយើងរៀនពីអា basic របស់វាមិនអាចនិយាយថាទៅជ្រៅជាងបសូតទេកន្លែងហ្នឹងគ្រាន់តែជារៀនអង្គធម៌ដើម្បីទៅរៀនកពីទៅជ្រៅចាណាខ្ញុំលើកឧទាហរណ៍ដូចជាបដិច្ចសមុប្បាតគឺជាបសូតទេណាចាអវិជ្ជាបច្ចយាសង្ខារាអវិជ្ជាជាបច្ច័យនៃសង្ខារសង្ខារបច្ចយាវេទនាសង្ខារនឹងជាបច្ច័យសង្ខារបច្ចយាវិញ្ញាណសង្ខារជាបច្ច័យឲ្យកើតវិញ្ញាណ
dương pra ban ấy ban tay bây dương vô tịch thệ dương tự đại vô khó liền đầm bay vô ở Việt đách cứ tôi là chả mua là than bị thòm nè ចា thế đấyឥឡូវយកអវិធម្មមកញែកបានដាច់អស់អវិជ្ជាក្នុងទីនេះអង្គធម៌បានដល់មោហៈចេតសិកណាបានទុនពីអវិធម្មឃើញទេហើយវាជាបច្ច័យឲ្យកើតសង្ខារតើសង្ខារក្នុងទីនឹងស្អីជាអភិសង្ខារមាន3មានបញ្ញាពីសង្ខារអបញ្ញាពីសង្ខារអនិច្ជាពីសង្ខារបើអត់មានមូលដ្ឋានអវិធម្មទេមកញែកកន្លែងហ្នឹងអត់ចេញទេ ស្ដាប់អត់យល់ទេលោក នឹងអភិសង្ខារកន្លែងនេះមានន័យថាជាកម្មគឺជាធัวតតែងផលណាអភិសង្ខារកន្លែងហ្នឹងគឺជាតួកម្មដែលតតែងវិបាកតតែងផលបានដល់3ទី1បញ្ញាពីសង្ខារគឺបានដល់បុណ្យដែលយើងធ្វើហ្នឹងប៉ិនបើមិនយល់អភិធម្មញែកអត់អស់ទៀតតែបុណ្យកន្លែងហ្នឹងបានដល់អីខ្លះគឺបានដល់មហាកុសល8ដួងឃើញអភិធម្មទេនឹងរូបាវចរៈកុសល5អាហ្នឹងបានទុនពីអភិធម្មមូលដ្ឋានហ្នឹងឯងបានយកមកគិតអាហ្នឹងចេញណាហើយនៃជាពិសង្ខារគឺសំដៅទៅដល់អរូបាវចរៈកុសល4អត់អភិធម្មមកយល់ទេកន្លែងហ្នឹងយល់ទេអត់យល់ទេអានេះនឹងអានេះជាពិសង្ខារអបញ្ញាពិសង្ខារបានដល់អកុសលចិត្ត12និងចេតសិកសម្បយុទ្ធ27ឃើញយកមក basic ពីអភិធម្មទេបើអត់មានអាកន្លែងហ្នឹងមកយល់ឲ្យកើតដូចខ្ញុំលើកថាកន្លែងហ្នឹងកន្លែងប្រសូតមួយហ្នឹងប្រៀបដូចជាគេលើកជាលក្ខណៈជាចំណោទយកមកនិយាយហើយអញ្ចឹងចំណោទហ្នឹងបើខ្វះចេះប្រមាណវិធីបូកដកគុណចែកធ្វើចេញទេអត់ចេញទេអញ្ចឹងវាអត់មានផ្លូវអីកាត់ជាងនឹងទៀតអញ្ចឹងបានព្រះអនុរុទ្ធេចាលោករៀបនៅបរិឆេទ9ហ្នឹងដោយសង្ខេបលោកអត់មានឬពឹស្ដាណាលោករៀនដោយសង្ខេបហើយនឹងយើងចេះសង្ខេបហ្នឹងហើយយើងទៅរៀនកពីលើស្រួល